គៀវខ្ចប់សាច់ជ្រូកផ្សិតមកមុខនេះសាមញ្ញប៉ុន្តែក្នុងផ្ទះខ្ញុំអត់ដែរដាច់ទេគឺធ្វើបន្តរហូតហើយធ្វើម្ដងអញ្ចឹងញ៉ាំបាន3-4 ដងអីដែរហើយនិយាយពីថាអ្នកដែលចូលចិត្តជាងគេហ្នឹងគឺគ្រូសាខ្ញុំគាត់ញ៉ាំជាប់គាត់អត់តលាន់គាត់អត់ធុញដែរគាត់ថាឲ្យតែប្រពន្ធធ្វើឲ្យព្រោះគាត់ដឹងថាប្រពន្ធគាត់រវល់ខ្លាំងណាស់ហៅតែពេលធ្វើឲ្យគាត់ញ៉ាំអត់បានទេអញ្ចឹងហើយតើតែមានពាក្យផ្អែមលួងលោមទើបអាចបានញ៉ាំហើយសម្រាប់ការធ្វើគឺងាយស្រួលបងប្អូនហើយរូបមន្តគឺខ្ញុំមានតែសេនៅលើនឹងបងប្អូនអាចស្កប់មើលបានហើយវិធីខ្ចប់គៀវវិញគឺខ្ញុំដាក់សាច់នៅកន្លែងប្រទះដែលមានជាតិម្សៅព្រោះតែពេលដែលយើងដាក់ទឹកពីលើទៅយើងជិបមាត់វាទៅយកទៅស្ងោរទៅចំហុយអីអត់ខ្លាចថាវាហាមាត់ទេហើយសម្រាប់ស្នូគៀវវិញបងប្អូនទាំងអស់គ្នាគឺអាចទៅតាមចំណូលចិត្តបានយើងអាចធ្វើស្នូពោតស្នូកញ្ឆៃអីបានតែស្នូដែលគ្រូសាខ្ញុំក៏ចូលចិត្តហ្នឹងគឺផ្សិតតុងកៅខ្មៅនឹងឯងមុខម្ហូបខ្ញុំមុខណាក៏ដែរចោលដែរព្រោះពួកគាត់ចូលចិត្តហើយពេលដែលខ្ញុំធ្វើរួចរាល់ហើយខ្ញុំយកមកចំណាយយកទៅទុកនៅក្នុងទូកកហើយមកចំណាយទៀតយកទៅធ្វើឲ្យគាត់ញ៉ាំភ្លាមហើយឥឡូវនេះខ្ញុំមកធ្វើទឹកស៊ុបសិនហើយសម្រាប់ទឹកស៊ុបខ្ញុំក៏អត់មានអីសាំញ៉ាំដែរខ្ញុំជ្រើសរើសប្រើជាមួយនឹងគ្រឿងស៊ុបសិតរបស់ខ្ញុំផ្ទាល់ហ្នឹងយកមកលាយជាមួយនឹងសាច់ជ្រូកដែលយើងស្នូគៀវមុននឹងនៅសល់ដាក់តែប៉ុណ្្នេះទៅដាំពុះគឺរួចរាល់រសជាតិមកល្មមញ៉ាំហ្មងហើយគ្រួសារខ្ញុំគាត់ញ៉ាំរៀងខុសគេតិចឯងគាត់ញ៉ាំទឹកស៊ុបផ្សេងហើយគៀវផ្សេងគាត់ញ៉ាំរបៀបគៀវគោកយើងគ្រាន់តែស្ងោរ8នាទីឲ្យវាឆ្អិនហើយស្រង់ឡើងគឺគាត់យកទៅជ្រលក់ជាមួយនឹងទឹកស៊ីអ៊ីវជូរបងប្អូនជឿអត់ថាគៀវទាំងអស់ហ្នឹងគាត់ញ៉ាំអស់ហើយបងប្អូនសាកទីមើលថានៅក្នុងចានហ្នឹងមានគៀវប្រមាណគ្រាប់